បាទជំរាបសួរបងពុកម៉ែបងប្អូនហ្នឹងហើយថ្ងៃនេះចង់មកបង្ហាញបងប្អូនតាក់ទងជាមួយនឹងបន្លែធម្មជាតិដែលខ្មែរយើងដាំណាហើយដោយសារអញ្ចេះដោយសារជនជាតិខ្មែរយើងគាត់ដាំបន្លែធម្មជាតិច្រើនបន្លែដែលមានជីធម្មជាតិហើយតាមការថែសារក៏លក្ខណៈធម្មជាតិអីអញ្ចឹងហើយបាទអញ្ចឹងឥឡូវនេះយើងមានបន្លែច្រើនមានតាំងពីបន្លែដូចជាម្រះនេះបងប្អូនឃើញម្រះផ្លែល្អធំមែនទែននេះចឹងទៅយើងឃើញថាបន្លែខ្មែរយើងសពថ្ងៃគឺមានគុណភាពល្អហើយក៏យើងប្រើជីធម្មជាតិច្រើនដែរអញ្ចឹងមានន័យថាពុកម៉ែបងប្អូនបើសិនជាគ្រប់គ្រងបន្លែធម្មជាតិបន្លែផាន់ខ្មែរយើងទីមួយយើងបានទាំងសុខភាពហើយបានទាំងគុណភាពហើយចំណេញដល់បងប្អូនក្នុងការទិញយកទៅហូបព្រោះតម្លៃក៏វាធូរដែរអញ្ចឹងឥឡូវនេះខ្ញុំមានបន្លែធម្មជាតិខ្មែរច្រើនណាម្រះមានរាប់រយគុំរាប់ម៉ឺនគុំបើពុកម៉ែបងប្អូនតម្រូវការច្រើនប៉ុណ្ណាក៏ពុកខ្ញុំអាចគ្រប់ឲ្យបានដែរហើយផ្លែល្អពុកម៉ែបងប្អូនឃើញធំល្អគឺយើងប្រើជីធម្មជាតិសិតសម្រាប់ក្នុងការដាំដុះហើយសូម្បីតែនៅខាងនេះយើងមានតាំងពីតឡាចសូម្បីតែតឡាចផាន់យើងហ្នឹងក៏យើងប្រើជីធម្មជាតិដែរហើយយើងដាំច្រើនណាស់ពុកម៉ែបងប្អូនដាំរាប់សប្តាហ៍រាប់ហាត់ជាចំទៅហើយជាពិសេសយើងសម្បូរយើងគឺតំណាំលហុងប៉ុន្តែដែលឡែកតំណាំសម្រាប់តំណាំពួកប្រភេទតឡាចពួកប្រភេទម្រះនេះយើងដាំច្រើនតែសប្តាហ៍នេះគឺបញ្ហាខាងយើងហ្នឹងគឺយើងរៀងពិបាកក្នុងការរកទីផ្សារបន្តិចប៉ុន្តែរាល់ដងគឺអត់អីទេបើន័យថាយើងដាំទៅគឺយើងលក់បានលឿនប៉ុន្តែបច្ចុប្បន្ននេះគឺយើងមានការធ្លាក់ចុះបន្តិចបន្តួចទៅលើបញ្ហាតម្លៃអីចឹងបើសិនបើពុកម៉ែបងប្អូនចង់បានផលិតផលកសិកម្មផាន់ខ្មែរដាំបែបធម្មជាតិប្រើជីធម្មជាតិហើយតម្លៃល្អគុណភាពល្អពុកម៉ែបងប្អូនអាចទាក់ទងមកខ្ញុំបានខ្ញុំមានច្រើនសម្រាប់បំពេញតម្រូវការពុកម៉ែបងប្អូនត្រូវការប្រហែលគីឡូក៏មានដែរបាទចឹងអរគុណពុកម៉ែបងប្អូន